ដំបូងដែលយើងជួបគ្នានៅវ័យ20ជាងមើលភ្នែកគ្នាស្ងប់ស្ងាត់ចិត្តមិនរសាយដៃកាន់ដៃមិនបាច់និយាយមិនបាច់បកស្រាយមនុស្សពីរអារម្មណ៍មួយតែងតែនៅក្បែរគ្នាពេលវេលាកន្លងផុតយើងមានកូន4ផ្ទះតូចមួយគ្មានទុកព្រួយពោពេញដោយក្តីស្នេហ៍មានពេលខ្លះយើងនិយាយមិនយល់គ្នាទេតែចុងក្រោយក៏ត្រឡប់មកក្បែរគ្នាដដែលយើង